តាប់ស្ងប់ស្ងាត់រឿងចំនួនគ្រួសារពេលនេះអ្នកលក់អនឡាញច្រាញ់ផល្លាភរិយាពូចាបើករថយន្ត MG ពណ៌លឿងបោកខ្ទេចមកជាមួយប្រុសនៅទឹកខ្មៅទាំងកណ្ដាលអត្រាតភាពចលាចលបានកើតឡើងទាំងកណ្ដាលអត្រាតនៅថ្ងៃទី20ខែឧសភាឆ្នាំ2026នេះបន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅមុខវត្តក្រពើហាលើដងផ្លូវជាលេខ2សង្កាត់ព្រែកឫស្សីក្រុងទឹកខ្មៅខេត្តកណ្ដាលអ្នកដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នោះមិនមែនជាអ្នកណាផ្សេងឡើយគឺអ្នកនាងច្រាញ់ផល្លាដែលមហាជនស្គាល់ច្បាស់ថាជាភរិយារបស់អ្នកអត្ថាធិប្បាយកីឡាដ៏ល្បីឈ្មោះគឺពូចកហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង3:23នាទីទីភ្លឺតាមការិការថយន្តម៉ា MG ពណ៌លឿងពាក់ស្លាកលេខកម្ពុជា PT 3636បើកបរដោយអ្នកនាងច្រាញ់ផល្លាបានបុកពេញទំហឹងជាមួយនឹងរថយន្តToyota Priusពាក់ស្លាកលេខភ្នំពេញ 2BE 7323សភាពរថយន្តទាំងពីរគ្រឿងបន្ទាប់ពីការប៉ះទង្គិចគ្នាគឺមានសភាពខ្ទេចមួយកំណាត់មុខទាំងស្រុងដែលបង្ហាញពីកម្លាំងបុកដ៏ខ្លាំងក្លាទោះបីជាយ៉ាងណាមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីសំណាក់សមត្ថកិច្ចអំពីមូលហេតុពិតប្រាកដដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយនោះទេការជួបគ្រោះថ្នាក់ចរាចរណ៍របស់អ្នកនាងច្រាញ់ផល្លាក្នុងពេលនេះក្លាយទៅជាប្រធានបទក្តៅគគុកនៅលើបណ្ដាញសង្គមដោយសារតែភាពស្ងប់ស្ងាត់ចុងក្រោយនេះមុនពេលកើតហេតុអ្នកនាងច្រាញ់ផល្លាបានស្ងប់ស្ងាត់មួយរយៈធំពីការឡាយការបង្ហោះលើបណ្ដាញសង្គមបន្ទាប់ពីអ្នកនាងរងជួបភ្លៀងនៃការរិះគន់យ៉ាងចាស់ដៃពីមហាជនជុំវិញទៅនឹងរឿងរ៉ាវចំនួនគ្រួសារនិងការចោទប្រកាន់ថាការបង្ហោះកន្លងមករបស់នាងនិងស្វាមីជាការបំពុលសង្គមដើម្បីទាក់ទាញចំណាប់អារម្មណ៍សូមបញ្ជាក់ថាមហាជនកំពុងតែរងចាំមើលការចេញមកបកស្រាយរបស់អ្នកនាងច្រាញ់ផល្លាជុំវិញទៅនឹងមូលហេតុនៃគ្រោះថ្នាក់មួយនេះនៅក្នុងនាមបុគ្គលសាធារណៈនិងជាអ្នកលក់អនឡាញដែលមានឥទ្ធិពលមួយរូបការទទួលខុសត្រូវលើផ្លូវច្បាប់និងការបង្ហាញពីការទទួលខុសត្រូវចំពោះមុខមហាជនគឺជារឿងសំខាន់បំផុតដើម្បីកុំឲ្យជីវិតឯកជនរបស់ខ្លួនក្លាយទៅជាប្រភពនៃភាពចលាចលក្នុងសង្គមបន្តទៀត